នាព្រឹកថ្ងៃប្រហោះ15កើតខែចែកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី2ខែមេសាឆ្នាំ2026ឯកឧត្តមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទបានអញ្ជើញជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅស្ពានដែកបេលេមួយកន្លែងដែលមានប្រវែង58ម៉ែត្រទទឹង6ម៉ែត្រស្ថិតនៅក្នុងភូមិកញ្ចាញទឹកឃុំស្រែសម្បូរស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងដែលជាគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍជនបទពិធីដ៏អធិកអធមនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍជនបទឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់កងកម្លាំងទាំង3ប្រភេទបងប្អូនប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងយុវជនសរុបប្រមាណ600នាក់ជាកិច្ចចាប់ផ្ដើមឯកឧត្តមសសុពុត្រាអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានអញ្ជើញមានមតិស្វាគមន៍ជូនអង្គពិធីដោយបានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រសេដ្ឋកិច្ចសង្គមគិច្ចការថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយការពង្រីកវិសាលភាពនៃការអភិវឌ្ឍលើគ្រប់ផ្នែកជាពិសេសគឺការស្ដារកសាងនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ទាំងនៅទីប្រជុំជននិងនៅតំបន់ជនបទព្រមទាំងការកសាងនៅសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ជាមួយគ្នានោះឯកឧត្តមជ្រីប៉ុមអគ្គនាយកបច្ចេកទេសបានធ្វើរបាយការណ៍សង្ខេបដោយបានបញ្ជាក់ជូនថាស្ពានបេលេមួយកន្លែងនេះត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅដើមឆ្នាំ2026ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលអនុវត្តដោយក្រសួងអភិវឌ្ឍជនបទស្ពាននេះបានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនសរុបប្រមាណ4547នាក់ស្ថិតនៅក្នុង6ភូមិនៃឃុំស្រែសម្បូរស្រុកសៀមប៉ាងតាមរយៈការបង្កភាពងាយស្រួលដល់សិស្សានុសិស្សការដឹកជញ្ជូនកសិផលការធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃនិងបង្កភាពងាយស្រួលទៅដល់ការទទួលបាននូវសេវាសាធារណៈផ្សេងៗដោយចំណេញពេលវេលានិងកាត់បន្ថយការចំណាយផងដែរបន្ទាប់ពីបានស្ដាប់នៅមតិស្វាគមន៍និងរបាយការណ៍រួចមកឯកឧត្តមឆៃរិទ្ធិសែនបានសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងសមិទ្ធផលនានាលើគ្រប់វិស័យទាំងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ជាពិសេសគឺការផ្លាស់ប្ដូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងដោយមានផ្លូវខ្វាត់ខ្វែងមានទឹកស្អាតប្រើប្រាស់និងអនាម័យល្អប្រសើរនិងរបៀបរបបរស់នៅប្រកបដោយភាពស៊ីវិល័យឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្ដែងនៅសេចក្តីសោមនស្សរីករាយនិងអបអរសាទរជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងទាំងមូលចំពោះសមិទ្ធផលថ្មីៗជាបន្តបន្ទាប់និងដោយឡែកជាមួយនឹងប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសៀមប៉ាងដែលទទួលបាននូវសមិទ្ធផលថ្មីនាឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ទៀតថាពិធីដ៏ឱឡារិកនេះនិងការសាងសង់សមិទ្ធផលថ្មីៗទាំងអស់នេះកំពុងតែប្រព្រឹត្តទៅស្របនឹងពេលវេលាដែលប្រជាជនកម្ពុជាកំពុងរស់នៅក្នុងសង្គមមួយដែលពោរពេញទៅដោយសេចក្តីសុខសុភមង្គលសេរីភាពការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យនិងក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពដែលបានកើតចេញពីការលះបង់ដ៏ធំធេងតាមរយៈការយកជីវិតធ្វើជាដើមទុនរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបិតាសន្តិភាពនៃកម្ពុជាមគ្គុទ្ទេសក៍ឯកនយោបាយឈ្នះឈ្នះអតីតនាយករដ្ឋមន្ត្រីដែលបច្ចុប្បន្នជាប្រមុខរដ្ឋស្ដីទីប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងក្រោមការដឹកនាំបន្តវេនប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នដែលបាននឹងកំពុងបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍលើផ្ទៃប្រទេសព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាក្នុងគោលដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍជនបទដែលមានចក្ខុវិស័យកសាងសង្គមជនបទកម្ពុជាឲ្យមានវិបុលភាពប្រកបដោយបរិយាបន្ននិងចីរភាពទាំងផ្នែកសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌ក្នុងនោះក្រសួងបាននឹងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ជនបទឲ្យមានភាពធន់នឹងការប្រើប្រាស់បានគ្រប់រដូវកាលជាក់ស្ដែងស្ពានបេលេប្រវែង58ម៉ែត្រទទឹង6ម៉ែត្រនឹងផ្ដល់ជាផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនិងសង្គមគិច្ចរួមមានវិស័យកសិកម្ម
កសិឧស្សាហកម្មនិងសេវាកម្មសាធារណៈផងដែរតាមរយៈការបង្កើននូវការតភ្ជាប់រវាងភូមិទៅភូមិនិងឃុំទៅឃុំរវាងតំបន់និងតំបន់និងអាចធានាបាននូវការប្រើប្រាស់ឆ្លងកាត់បានគ្រប់រដូវកាលជាចុងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានផ្ដល់នូវការសហការនិងបង្កភាពងាយស្រួលដល់ដំណើរការនៃការស្ថាបនាស្ពានបេឡេមួយកន្លែងនេះរហូតទទួលបានជោគជ័យព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់សូមចាត់ទុកស្ពាននេះជាផលប្រយោជន៍សមូហភាពដោយចូលរួមថែរក្សាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលបានផ្ដល់ជូននាពេលកន្លងមកដើម្បីជាប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិទាំងមូល។